បាទនេះកែវបាទគឺ9.95ស្អាតណាស់សួស្ដីអ្នកគ្នាបាទជួយ device coming យ៉ាអូខេ so ថ្ងៃនេះយើងមានដំណើរកម្សាន្តទៅកាន់ទីក្រុងមួយកន្លែងទៀតគឺជាទីក្រុង Boulder អញ្ចឹងដើម្បីធ្វើដំណើរទៅកាន់ទីក្រុង Boulder នៃរដ្ឋ Colorado នេះយើងត្រូវធ្វើដំណើរចេញពីទីក្រុង Greeley បាទដែលយើងត្រូវឆ្លងកាត់ផ្លូវតាមជនបទណាបងប្អូនបាទបងប្អូនមើលទេសភាពនេះគឺជាផ្លូវនៅតាមជនបទបាទដូចយើងធ្វើដំណើរពីខេត្តមួយទៅខេត្តមួយអញ្ចឹងណាឆ្លងកាត់វាលជនបទស្រែចម្ការបាទមានចម្ការដំណាំផ្សេងអីជាដើមបាទមានពោតមានអីចឹងណាហើយរដ្ឋ Colorado នេះគឺជារដ្ឋដែលសម្បូរទៅដោយភ្នំបងប្អូនបាទអញ្ចឹងនៅពេលដែលយើងធ្វើដំណើរទៅណាគឺមិននេះទេគឺឃើញភ្នំរហូតបាទភ្នំបាទគឺស្អាតខ្លាំងហើយទីក្រុង Boulder ដែលយើងនឹងត្រូវធ្វើដំណើរទៅនឹងគឺជាទីក្រុងដែលស្រស់ស្អាតហើយជាទីក្រុងដែលត្រូវបានគេចាត់ទុកថាជាទីក្រុងដែល the best city among the best in America បងប្អូនគឺជាទីក្រុងដែលល្អបំផុតក្នុងចំណោមទីក្រុងល្អផ្សេងទៀតនៅសហរដ្ឋអាមេរិកនេះបាទអញ្ចឹងការធ្វើដំណើរជាក្រុមបាទគឺមានរថយន្តក្រុង minivan ណាចំនួន2ហើយគ្នាយើងទាំង22នាក់បាទមកពី21ប្រទេសផ្សេងគ្នាហ្នឹងគឺត្រូវធ្វើដំណើរកំសាន្តរួមគ្នាជាលើកចុងក្រោយបាទគឺជាដំណើរកំសាន្តលើកចុងក្រោយដែលគ្រប់ធួជាលើកចុងក្រោយបងប្អូនបាទហ្នឹងហើយនិយាយទៅនៅក្នុងកម្មវិធីនេះយើងបានធ្វើដំណើរជាក្រុមហ្នឹងគឺដូចជា 3-4 ដងបងប្អូនបាទលើកទី1គឺទៅ Rocky Mountain National Park បាទលើកទី2គឺទៅទីក្រុង Denver ហើយនិងលើកទី3នេះគឺទៅទីក្រុង Boulder ហើយក្រៅពីហ្នឹងគឺយើងមានដំណើរកម្សាន្តជាក្រុមតូចបាទរៀងៗខ្លួនទៀតបាទអញ្ចឹងធ្វើដំណើរជិតដល់ទីក្រុង Boulder នេះគឺទេសភាពគឺកាន់តែស្អាតទៅហើយភ្នំឃើញកាន់តែច្បាស់ទៅដែរបងប្អូនបាទបងប្អូនអាចមើលភ្នំបាទគឺមើលឃើញច្បាស់មែនទែនហើយសិតតែវាលបាទសិតតែទីវាលដោយសារយើងអត់ទាន់ធ្វើដំណើរដល់ទីក្រុងណាបងប្អូនបាទកន្លែងវាលអញ្ចឹងឥឡូវយើងធ្វើដំណើរដល់ទីក្រុងហើយបាទនេះជាទីក្រុង Boulder ដែលជាទីក្រុងដ៏ស្រស់ស្អាតមួយស្ថិតនៅក្នុងរដ្ឋ Colorado បាទទីក្រុងនេះគឺជាទីក្រុងទេសចរបងប្អូនដោយសារសុទ្ធតែកន្លែងលក់វត្ថុអនុស្សាវរីយ៍ជាច្រើនអញ្ចឹងណាអញ្ចឹងគេនាំយើងមកនេះគឺគោលបំណងក៏ឲ្យយើងទិញវត្ថុអនុស្សាវរីយ៍ដើម្បីត្រៀមខ្លួនត្រឡប់ទៅប្រទេសរបស់យើងវិញដែរបាទអញ្ចឹងអាគារប្លែកមែនតើបាទបើប្រៀបធៀបពីអាគារនៅក្នុងទីក្រុង Boulder តែអាគារនៅទីក្រុង Greeley ឬក៏ទីក្រុង Denver គឺខុសគ្នាបងប្អូនបាទនៅនេះគឺលក្ខណៈរៀង unique បាទ unique ហើយអាគារវារៀងទៀបអញ្ចឹងអត់មានខ្ពស់ទេប៉ុន្តែវាស្អាតហើយទីក្រុងមួយហ្នឹងគឺស្ថិតនៅក្នុងចន្លោះភ្នំដែរបាទអញ្ចឹងបើយើងថតមកពីលើគឺស្អាតមែនទែនបាទទិដ្ឋភាពទីក្រុងតូចច្រឡឹងមួយនៅតំបន់ភ្នំណាបាទអញ្ចឹងទេសភាពពណ៌បៃតងបាទទេសភាពពណ៌លឿងដោយសាររដូវនេះគឺជារដូវស្លឹកឈើជ្រុះឬក៏ autumn បាទឬក៏ fall នឹងឯងបាទអញ្ចឹងជាបទពិសោធន៍ថ្មីមួយទៀតបាទឥឡូវនេះពួកយើងបានមកដល់ទីក្រុង Boulder ដោយជោគជ័យបាទអញ្ចឹងតិចទៀតពួកយើងនឹងដើរកម្សាន្តនៅជុំវិញទីក្រុងបាទអញ្ចឹងថាការទស្សនភាពទេសភាពបាទនៅក្នុងទីក្រុង Boulder នេះយ៉ាងមិនដែរបាទសូមរងចាំទស្សនាទាំងអស់គ្នាបាទ
ក្រុង Boulder នៃរដ្ឋ Colorado នេះគឺពិតជាស្រស់ស្អាតមែនទែនបងប្អូនបាទមានអារម្មណ៍ថាប្លែកទាំងអាគារទាំងហេដ្ឋារចនាសម្ព័ន្ធបាទទាំងផ្លូវអីគឺមានអារម្មណ៍ថាវាស្អាតប្លែកណាបាទប្លែកពីទីក្រុង Greeley ហើយនិងទីក្រុងផ្សេងៗទៀតនៅរដ្ឋ Colorado នេះបាទអញ្ចឹងផ្លែកភ្នែកបាទផ្លែអារម្មណ៍ហើយមានអារម្មណ៍ថាស្រស់ស្រាយដែរកាសធាតុត្រជាក់បងប្អូនបាទអូខេទាំងអស់គ្នាបាទនេះគឺជាទេសភាពនៅក្នុងទីក្រុងអាយុអូខេទេសភាពនៅក្នុងទីក្រុង Boulder ជា downtown របស់ទីក្រុងនេះហើយមានអារម្មណ៍ថាស្រស់ស្អាតប្លែកមែនទែនបាទដោយសារយើងឃើញដើមឈើគឺចម្រុះពណ៌ស្អាតហើយវា clean ណាបងប្អូនវាស្អាតវាមានអារម្មណ៍ថាវាស្អាតដាច់ដោយឡែកពីទីក្រុងដទៃទៀតអញ្ចឹងណាអញ្ចឹងពេលយើងបានឃើញទេសភាពនៅទីក្រុងនេះអញ្ចឹងយើងមានអារម្មណ៍ថាដូចជាពិភពមួយផ្សេងទៀតអញ្ចឹងណាវាដូចជាពិភពមួយផ្សេងក្រៅតែពីទីក្រុងដែលយើងរស់នៅទីក្រុង Greeley ណាបាទទីក្រុងនេះគឺមានចម្ងាយ1ម៉ោងកន្លះយើងជិះឡាន1ម៉ោងកន្លះពីទីក្រុង Greeley របស់យើងអញ្ចឹងយើងមកដល់ទីក្រុងនេះគឺមានអារម្មណ៍ថាស្អាតបាទប្លែកអារម្មណ៍ហើយត្រជាក់ភ្នែកមែនទែនបាទcan you see it? Hi. So still we have like 25 minutes? Yeah. Okay. So Julio, so where are you now? I'm in Boulder, Colorado. Yeah. So how you feeling? I feel thrilled because I've never been to a city like this. Everything is so beautiful. The more we walk, the more beautiful the view gets. Mm-hmm. And what do you think about the trees over here? Wow, the trees are stunning because they're so green, so colorful, like so bright. Now it's fall time, so the leaves are changing. So really, this is the best time to experience fall in Colorado. So have you found a lot of souvenir shops over here? Definitely. Actually, we're around many gift shops. So I bought some souvenirs for my siblings back home. And what kind of souvenir have you bought? Well, I don't want to spoil that because my siblings might be watching your YouTube channel. But I promise they're really good souvenirs. Really useful. Okay, so let's go and explore more then. Yeah, let's keep exploring the city. It's Yeah. worth it. Okay, let's go. Yeah. Do you think your sister also watch video? Yeah, I think so because actually my sister is kind of an influencer. Oh, really? She likes to post videos On especially on TikTok and Instagram. wow, influencer. Yeah, kind of influencer. Like she's not, she's not as big. Influencer. Yes. So which shops did we get the bag last time? I think I want to go inside that store once again, just to take some videos. And after that, maybe the first shop that you bought the postcard for 70% for the postcard. Yeah. I would like to go inside and get maybe 10 postcards as well. Oh, all right. Okay. Yeah. Sounds like a plan.
I have so many videos that I haven't edited. Yeah. Like- I bet you have lots of video materials. Yeah, like 10 videos. Wow. But feel lazy. Maybe on Saturday and Sunday I will spend some time to edit at least 2 videos. Yeah. Hi, are you looking for lunch? Mm-hmm. Oh, okay. Oh, I think you should also, I think of lunch. I don't think I have much. I think this is the shop, right? Yeah. So could you give me like some video and then I will walk. All right. You want video? Yeah. It's already. Yeah. It's set up, right? Okay. I'm your camera guy. Thank you. Souvenir shops. A lot of Boulder and Colorado t-shirt, hoodies, jackets. And everything here is good and beautiful, but it's a bit expensive. Paintings are beautiful and stunning, but look at the price, $220. This is the map, right, of Colorado. So, not really Colorado. Rocky Mountain, maybe. I basically could buy these kind of pictures to put on my home wall, but I cannot. It's expensive. Chẳngនេះគឺជាទស្សនវិជ្ជានៅក្នុងហាងលក់វត្ថុអនុស្សាវរីយ៍នៅទីក្រុង Boulder បងប្អូនបាទអញ្ចឹងបងប្អូនអនឡាញលក់វត្ថុអនុស្សាវរីយ៍គឺស្អាតស្អាតបាទប៉ុន្តែវាមានតម្លៃថ្លៃបន្តិចខ្ញុំអត់ឡើងមើលទេបាទតែគំនូរគឺស្អាតស្អាតមែនតើColorado bus $9.99 $. មកឡានក្រុង Cards ប៊ីបងប្អូនបាទនៅនេះក៏គេមានលក់ប៊ីដែរប៊ី Colorado Kayak it's zooming. Đắp chõ không có bạn chõ hai phẩm bồn cây phẩm bồn đá tay đầm lại men tết men bồn cây bồn đấy nè anh bồn cây bồn kiện toàn kịch phun thấy ai đập môi là ấy bán cái cục hồ mà sẽ ăn mình tên phân sai bán nát thì lại
មួយនេះអញ្ចឹងតម្លៃ96.99បាទតែស្អាតបាទនេះគឺជាផ្ទាំងគំនូរទៀតហើយបាទនេះខ្ញុំនិយាយមិនអញ្ចឹងគឺផ្ទាំងគំនូរនេះស្អាតមែនទែនណាស់នេះ129បាទនេះ121មកស្អាតអានេះហិតទៅថ្លៃទៀតមក$4.35តែគឺស្អាតមែនទែនបាទមួយនេះហិតទៅស្អាតទៀតនេះបាទគឺត្រជាក់ភ្នែកហ្មងមើលទៅតែតម្លៃវា22បាទ$229បាទនេះឲ្យយើងសម្រាប់ក្មេងៗក៏ថ្លៃដែរ$20ជាងបាទនេះសម្រាប់កូនហែកក៏15.99ដែរអញ្ចឹងមិនថោកទេបងប្អូនបាទតែគឺមានតែខែច្រើនប៉ុន្តែទំនិញគឺថ្លៃណាស់បាទថ្លៃមែនតើអូខេហ្នឹងហើយបន្តិចទៀតយើងនឹងទៅមើលកន្លែងវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀតណាអូខេយើងមកហាងកន្លែងទៀតបាទI think there should be another one, you know? Yeah. Right? Yeah. Bà ní kéo bạn từ 9.95 đây nè. It's not very zooming, right? Yes. Bán cái keo Colorado và keo này sạchមែនតើmàប្រហែលជានឹងទិញមួយសម្រាប់ How can we bring this home because it is fragile, right? Yeah, it will break easily. Yeah. កៅនេះស្អាតបាទអាចទិញជាវត្ថុអនុស្សាវរីយ៍តម្លៃគឺ$10.95 បាទ You need to wrap it around. Will they do it for us if we buy? Maybe no. I think so. Raquel, you are buying a lot of stuff. Và cái này suppose sẽ bị bùng bẹt này. Và tất cả các môn và Colorado đáy. Và nằm lại mình thao tế nè, bắt cầm buôn cho cái spam. That's ad các môn bẹt. Is it bear? Yes, it is. Is it bear as well? Black bear. ในรถ Colorado នេះគឺគេចាត់ទុកខ្លាឃ្មុំជាសត្វតំណាងរត់ណាបងប្អូនបាទសត្វតំណាងរត់របស់គេហ្នឹងគឺទៅកន្លែងណាក៏យើងឃើញខ្លាឃ្មុំដែរបាទច្រើនណាស់យើងទៅមកកន្លែងទៀតបាទ This one, right? Yes. Yeah. ដែលយើងទិញ postcard ក្នុងតម្លៃគឺ0.70 សេនអញ្ចឹងមកល្មមបាទខ្ញុំទិញ10សន្លឹកសិន
ok chẳng nhôm nâng tinh postcard nàyចំនួន10 បាទ10នេះគឺ$7 ដែរតែពេលគិតទៅមិន7ទេបាទគឺអាចឡើងនឹងអាច3 9 10អញ្ចឹងគេគិតធុនបាទអូខេហ្នឹងហើយបងប្អូនឥឡូវយើងបន្ទាប់ពីដើរចំនួន2ម៉ោងបាទយើងក៏នឹងធ្វើដំណើរទៅមួយកន្លែងទៀតបាទអញ្ចឹងកន្លែងដែលយើងទិញវត្ថុអនុស្សាវរីយ៍នេះគឺសម្រាប់ទៅខ្ញុំទិញបានកាបូប2បាទហើយនឹងpostcardខ្លះបាទអញ្ចឹងយើងនឹងធ្វើដំណើរទៅមួយកន្លែងទៀតបាទសូមអរគុណ